សូមជូនរឿងកំណើតយក្សក្រុងលង្កាកាលពីយូរលង់មកមានស្តេចយក្សអាសូរាអសុរភពមួយរស់នៅឋានបាតាក្រៅចក្រវាឡថ្ងៃមួយយក្សនេះចេញមកលេងឋានមនុស្សលោកយក្សនេះបានមកជួបព្រះវិស្ណុហើយប្រាប់ព្រះវិស្ណុថាណែវើយកុំមករារាំងផ្លូវអញនឹងទៅវាយប្រយុទ្ធយកឋានមនុស្សនិងឋានទេវតាដើម្បីគ្រប់គ្រងព្រះវិស្ណុនិយាយថាយីខ្លួនឯងមានមហិទ្ធិឫទ្ធិប៉ុណ្ណាទើបហ៊ានថ្លើមធំយ៉ាងនេះយក្សប្រែបានបញ្ចេញដៃ20ក្បាល10ហើយប្រាមហិទ្ធិឫទ្ធិទៅលើព្រះវិស្ណុពេលនោះព្រះវិស្ណុបានបែងភាគប្រែក្រឡាជាដៃរាប់ពាន់ហើយប្រើអាវុធមានដាវមានទាំងព្រួញរាប់ពាន់ទៅលើយក្សប្រែតធ្វើឲ្យយក្សនោះចាញ់ក្រប្រយុទ្ធរត់ភៀសខ្លួនទៅឋានបាតាវិញតែនៅតាមផ្លូវទៅយក្សជួបស្ត្រីម្នាក់បានរួមរស់ជាមួយមានកូនស្រីមួយឈ្មោះនាងកង្កេសាហើយយកកូនស្រីទៅនៅជាមួយនៅឋានដែលនៅក្រៅចក្រវាឡវិញថ្ងៃមួយនាងកង្កេសាសួរបិតាជាយក្សថាកូនកើតមកមានតែបិតាចុះព្រះមាតារបស់ខ្ញុំនៅឯណាយក្សអសុរប្រាប់រឿងរ៉ាវសពគ្រប់ហើយនាងកង្កេសានិយាយថាអញ្ចឹងខ្ញុំចង់ទៅជួបព្រះមាតានៅឋានកាដាសូមនាំកូនទៅផងយក្សអសុរភពនិយាយថាបិតាមិនហ៊ានទៅទេបិតាខ្លាចព្រះវិស្ណុណាស់នាងកង្កេសានិយាយថាបិតាជូនកូនទៅទុកនៅទីនោះរួចបិតាត្រឡប់មកវិញចុះយក្សអសុរភពនិយាយថាមិនអីទេបើអញ្ចឹងបិតានឹងនាំកូនទៅហើយនឹងប្រញាប់មកវិញភ្លាមនៅមិនបានយូរទេព្រោះខ្លាចព្រួយរបស់ព្រះវិស្ណុនិយាយរួចយក្សអសុរភពនាំកូនស្រីឡើងមកផុសចំអាស្រមខ្ទមតាឥសីរួចនិយាយថាលោកតាខ្ញុំករុណាផ្ញើកូនស្រីផងខ្ញុំនឹងទៅវិញហើយឥសីនិយាយថាយីអសុរភពយកកូនមកផ្ញើអញនេះឲ្យអញធ្វើម៉េចទៅតាឥសីមិនដឹងរកអីឲ្យនាងកង្កេសាញោមបានទៅបិណ្ឌបាតអាហារនៅឋានព្រះព្រហ្មហើយឲ្យនាងញោមដោយសារមានសារជាតិអាហារទឹកកើតបានកូនយក្សមួយហើយដាក់ឈ្មោះថាក្រុងវៃរៀបមួយឆ្នាំក្រោយទៀតនាងញោមអាហារទឹកមួយដុំទៀតកើតបានកូនយក្សមុខខៀវមួយទៀតដាក់ឈ្មោះថាក្រុងពិភេកក្រោយមកទៀតបានកូនស្រីឈ្មោះក្រុងខនិងមួយទៀតឈ្មោះក្រុងទោសមុខដែលមានមុខ10ព្រោះតែកូនយក្សទាំង4មានមហិទ្ធិឫទ្ធិពេកតាឥសីបានឡើងទៅពិភាក្សាជាមួយព្រះព្រហ្មបានជប់កោះលង្កាឲ្យយក្សទាំង4រស់នៅនឹងរៀនធម៌បារមីក្រុងរៀបរៀនធម៌ចេះប្រែក្រឡាក្រុងពិភេករៀនធម៌ហោរាសូមជួយ share វីដេអូដើម្បីបានទស្សនាវគ្គបន្តសូមអរគុណ